នេះគឺជាឡាន Volkswagen VIP ដែលយើងនិយាយពីបែបនេះមកជាបែបនេះនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានមើលពីសកម្មភាពមួយចំនួនក្នុងការដេកឡាននៅក្នុងការ៉ាសលុតសេរីដេករបស់យើងឆាបមកហើយដល់ផ្នែកឆាបមកដល់ហ្នឹងអញ្ចឹងមកនិងបញ្ហាមួយចំនួនទៀតដែលយើងបានជួបប្រទះក្នុងការដេកឡាន VIP មួយហ្នឹងថ្លៃ200ជាងយក10កន្លះមកតាំងសិន10កន្លះមកតោះឥឡូវយើងទៅទស្សនាទាំងអស់គ្នាតើតើមួយឡាន VIP មួយនេះយើងយកមកដេកផ្នែកខាងក្នុងដោយបងប្អូនបានឃើញអញ្ចឹងយើងដកអស់ហើយតើតើខាងក្នុងអត់មានសល់អីទាំងអស់ព្រោះយើងត្រូវតម្លើងវាថ្មីទាំងអស់តើតើមួយដបលកាយអញ្ចឹងបាតវាំងននគឺយើងត្រូវតម្លើងទាំងអស់ដោយបងប្អូនបានឃើញអញ្ចឹងពីម្សិលភ្ញៀវគាត់មកយើងបានតណែនាំគាត់មើលឡានមួយដែរឡានដែលយើងដេកចិត្តហើយឡាន45កៅអីគាត់ដេកផ្នែកក្នុងដូចគ្នាហើយគាត់ក៏សម្រេចចិត្តយកស្តៀង45កៅអីដូចគ្នាដោយបងប្អូនបានឃើញអញ្ចឹងយើងដេកគឺយើងរើទាំងអស់តែម្ដងដោយផ្នែកខាងនេះអញ្ចឹងយើងចាប់ផ្ដើមដោះរើទាំងអស់ទាំងដបលគឺយើងដោះរើទាំងអស់មកហើយបើយើងចាប់ផ្ដើមកាត់ក្តារយើងចាប់ផ្ដើមកាត់ក្តារចេញជារាងនេះមួយហើយកាត់ហើយបើយើងយកចាប់ផ្ដើមបិទចំពោះកៅអីដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងគឺយើងត្រូវយកវាទៅដេរដើម្បីដូរស្បែកពណ៌ទៅជាពណ៌ក្រហមវិញបន្ទាប់ពីយើងវាស់កាត់ឈើរួចហើយទើបយើងបិទជាមួយនឹងកណាត់ឲ្យចាប់ឡើងនៅលើឡានមកដល់កន្លែងនេះគឺជាកន្លែងដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាមានចម្ងល់ច្រើនជាងគេគឺតាក់ទងទៅនឹងដបូលផ្កាយតាក់ទងជាមួយអានេះដុំផ្កាយរបស់យើងហើយដុំផ្កាយនេះយើងទៅឡើងនៅលើឡាន Volkswagen ដែលបងប្អូនបានឃើញវីដេអូខាងមុនប្រភេទ Volkswagen ហ្នឹងអាហ្នឹងហើយកណ្ដាលនេះយើងដាក់កញ្ចក់យើងដាក់ដបូលផ្កាយដែរតែយើងដាក់កញ្ចក់ពីលើហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះដបូលផ្កាយនេះគឺយើងប្រើជាមួយនឹងខ្សែ fiber optic មិនមែនយើងប្រើជាមួយនឹងអាក្រមពូទូឲ្យឃើញភ្លើងហ្នឹងឯណាអត់ទេមែនទេហើយចំពោះខ្សែ fiber optic ហ្នឹងគឺយើងតភ្ជាប់ទៅជាមួយនឹងដុំផ្កាយមួយនៅពេលដែលយើងបញ្ជាតេឡេបដូរពណ៌បដូរអីហ្នឹងគឺយើងបញ្ជាទៅក្នុងដុំផ្កាយនឹងឯងបន្ទាប់ពីយើងធ្វើការចាប់ផ្កាយអីរួចហើយគឺយើងចាប់ផ្ដើមចាប់ដាក់លើឡានវិញឥឡូវមកដល់វគ្គដែលយើងមានបញ្ហាម្ដងមកដូចបាក់កម្លាំងណាមកយើងតាមឡូមួយហ្នឹងពេលមកដំបូងហ្នឹងពណ៌ប្រាក់ទេមិនពណ៌ក្រហមនេះទេនេះយើងដូរស្បែកជូនគាត់ទៅរៀបចំឡើងសារថ្មីគាត់ខ្លះយ៉ាទៅខុសទៅនេះកុងតាក់វាអត់ធ្លាក់ទូឡើងចុះហ្នឹងហើយដូចជាអ្នកទាំងអស់គ្នាឃើញអញ្ចឹងចំពោះទូហ្នឹងគឺវាមានកុងតាក់សម្រាប់យើងចុចតម្លើងឲ្យតម្លាក់វិញប៉ុន្តែនៅពេលដែលវាធ្លាក់មកក្រោមវិញហ្នឹងអាកំមុំដែលវាគួរទាំងបិទវិញដែរហ្នឹងគឺវាអត់បិទអញ្ចឹងកន្លែងហ្នឹងគឺជាបញ្ហាដែលបង្សួរគាត់ត្រូវដោះស្រាយហើយទៀតអូអត់ដបោតតាមពិតនឹងវាមិនមែនជាបញ្ហាអីដែលធំដុំទេចំពោះការដោះស្រាយនេះគឺមកផ្លែតរួចទេគឺវាតាក់ទងជាមួយនឹងកលឹះខ្លាញ់ដៃទ្វារនឹងបន្តិចហ្នឹងឯងដាក់ហ្មងតែដាក់ឯហ្នឹងយកបាញ់បន្ទាប់ពីយើងដោះស្រាយបញ្ហាជាមួយនឹងបញ្ហាបាត់ផ្ទះទូទួហើយជាមួយនឹងការតមញ៉ៃនឹងទូទួយើងក៏ចាប់ផ្ដើមលើកតាប់ឡូហ្នឹងទៅដាក់នៅលើឡានវិញសានជុំឥឡូវនេះត្រូវប្រហោយខាងស្អែកនេះប្រហោយខាងស្អែកពេលល្ងាចត្រូវប្រហោយបាទត្រូវប្រហោយខាងស្អែកហើយខាងស្អែក
ការដេកឡានមួយគឺយើងប្រើពេលច្រើនមែនតើការដេកឡានតែការកាត់តវីដេអូដើម្បីឲ្យបានវីដេអូដល់បងប្អូនទាំងគ្នាបានទស្សនាអញ្ចឹងនៅពេលដែលយើងផុសវីដេអូទៅវាច្រើនគ្នាយើងខ្មែរយើងទាំងអស់គ្នាហ្នឹងគាត់អត់ដឹងទេថានៅខ្មែរយើងក៏មានការដេកឡាន VIP អញ្ចឹងដែរហើយពេលច្រើននៅពេលដែលយើងនិយាយពីការដេកឡានហ្នឹងគេច្រើនតែគិតទៅដល់ស្រុកគេនៅខ្មែរយើងក៏មានដេកឡាន VIP អញ្ចឹងដែរហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តជាមួយនឹងវីដេអូហ្នឹងអញ្ចឹងកុំភ្លេចចុច share ជាមួយនឹងវីដេអូហ្នឹងផងដើម្បីឲ្យបងប្អូនខ្មែរយើងដទៃទៀតហ្នឹងគាត់ដឹងថានៅស្រុកខ្មែរយើងក៏មានដេកឡាន VIP អញ្ចឹងដែរដល់ឥឡូវហ្នឹងដូចនៅខាងការ៉ាសយើងមានឡានមួយដែរសម្រាប់ដេកផ្នែកក្នុងដូចជាកៅអី VIP យើងបិទ soundproof ប្រព័ន្ធសំឡេងបាស JBL ទូទស្សន៍ខារ៉ាអូខេគឺយើងរៀបមួយសេតទាំងអស់ហ្មងហើយចំពោះឡានហ្នឹងនៅពេលដែលយើងដេកហើយយើងក៏បញ្ចេញជាវីដេអូដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាដែរអញ្ចឹងយើងកុំភ្លេចចាំមើលទាំងអស់គ្នា